បញ្ហាគ្រួសារហ្នឹងមកភាពធ្លាប់លើកឡើងមកច្រើនណាស់ថាបើសិនជាដាក់ចិត្តថាយកគ្រួសារហ្នឹងអាហ្នឹងយើងត្រូវទទួលស្គាល់ពីចិត្តគំនិតនិស្ស័យរបស់គាត់មកយ៉ាងម៉េចបែបម៉េចហ្នឹងអាហ្នឹងយើងក៏ទទួលស្គាល់ហើយក៏ព្រមទទួលហ្នឹងចរិតគាត់អញ្ចឹងយើងយកគាត់ទៅប្រហែលជាជួបរឿងចេះមួយចុះមួយមិនខានហ្នឹងយើងទទួលស្គាល់ពីដើមមកណាគឺយើងបានថ្លឹងថ្លែងស្វែងយល់ពីចិត្តគំនិតចរិតរឹកពីទៅកាន់គ្នាអស់ហើយនៅពេលដែលយើងយកគាត់ទៅយើងប្រកាសជាជួបបញ្ហាហ្នឹងណាព្រោះចរិតគាត់វាអញ្ចឹងនិស្ស័យគាត់តែអញ្ចឹងត្រូវទៅជួបរឿងហ្នឹងត្រូវទៅជួបបញ្ហាហ្នឹងជាធម្មតាក៏ប៉ុន្តែពេលខ្លះកាលពីដើមនោះយើងវាមិនបានគិតកន្លែងហ្នឹងវាគិតទៅរឿងអីនេះផ្អែមល្ហែមស្វីតទៅកាន់គ្នាហ្នឹងអត់បានគិតរឿងចំណុចអវិជ្ជមានសម្រាប់ខ្លួនឯងពេលដែលយកគ្នាជាគ្រួសារហ្នឹងអត់បានគិតទេតើនេះញាតិញោមនៅពេលចឹងទៅបាននេះជាប្តីជាប្រពន្ធជាគូក្រងគ្នាហើយដល់ពេលដែលជួបបញ្ហាទាំងអស់ហ្នឹងគាត់ចាប់ផ្ដើមមានទុកមានផលលំបាកសម្រាប់គាត់ចេះមួយចុះមួយអាហ្នឹងព្រោះតែយើងនឹងវាភ្លេចគិតតែរឿងอะไรเนี่ยចិត្តគំនិតរបស់គ្នាណាទៅវិញទៅមកណាយើងអត់បានគិតត្រង់បញ្ហាហ្នឹងដល់ពេលចឹងទៅវាចឹងឯងអញ្ចឹងអ្វីដែលសំខាន់ហ្នឹងគឺវាតកតទៅនឹងការចេះសម្របទៅកាន់គ្នាផងណាចេះសម្របទៅកាន់គ្នាចេះផ្ដល់តម្លៃទៅកាន់គ្នាដល់ភាពជាតួនាទីភិយានឹងពេញសិទ្ធពេញច្បាប់ទៅកាន់គាត់ហើយស្វាមីហ្នឹងក៏ស្ដាប់ប្រពន្ធខ្លះផងទៅណាកុំអាងខ្លួនឯងជាស្វាមីប៉ុន្តែយើងធ្វើអីស្រេចទៅចិត្តខ្លួនឯងចង់ធ្វើតែអត់ត្រូវហ្នឹងណារឿងបញ្ហាមានស្រីមានញីហ្នឹងជួនកាលប្រពន្ធនេះឈឺចិត្តពេលចឹងទៅគ្នាក៏ប្រាប់គ្នាក៏ថាចេះចុះប៉ុន្តែយើងហ្នឹងជួនកាលហ្នឹងមិនស្ដាប់ទេណាគិតថាមនុស្សប្រុសវាចឹងប៉ុន្តែគ្នាជាប្រពន្ធហ្នឹងវាឈឺចិត្តវាក្រំទ្រូងយល់មែនទេយើងគិតថាមិនអីទេប៉ុន្តែគ្នាជាប្រពន្ធហ្នឹងវាពិបាកទទួលយកដូចយើងជាបរោះនេះប៉ុន្តែនៅឃើញប្រពន្ធឃើញអីយើងហ្នឹងទៅមានឯនេះឯនោះយើងហ្នឹងគឺមកភាពជឿថាมันអាចទទួលយកបានទេយល់មែនទេណាมันងាយទេដឹងតែក្តៅឆេវដល់ហ្មងយល់មែនទេដឹងតែក្តៅឆេវដល់ហ្មងតែពេលចឹងយើងត្រូវចេះយកចិត្តគាត់ហ្នឹងមកដាក់ចិត្តយើងចឹងដែរថាអ្វីដែលយើងធ្វើហ្នឹងគាត់ហាម5គាត់ប្រាប់យើងចេះមួយចុះមួយហើយប៉ុន្តែបើសិនតែយើងមិនស្ដាប់តាមគាត់អាហ្នឹងវាត្រូវហើយមានភាពលកម្មលកុសនៅក្នុងគ្រួសារហ្នឹងវាចេះមួយចុះមួយនេះឆ្លោះទាស់តែងគ្នាហើយវាបង្កើតទៅជារឿងមិនល្អសម្រាប់គ្រួសារយើងហ្នឹងហើយខ្មាស់គេខ្ញុំមែនទេយកគ្នាជាគ្រួសារហើយបានគ្នាជាគ្រួសារប៉ុន្តែមួយថ្ងៃហ្នឹងឮតែឆ្លោះគ្នាឮតែចោលចានចោលឆ្នាំងអីអ្នកស្រុកអ្នកភូមិគេល្បីពេញទៅភូមិពីដើមភូមិដល់ចុងភូមិគ្រួសារហ្នឹងឃើញតែឆ្លោះគ្នានេះខ្មាស់គេអាហ្នឹងមកពីយើងខ្វះធម៌សម្រាប់ខ្លួនឯងដើម្បីអប់រំចិត្តរបស់យើងហ្នឹងណាចេះស្វែងយល់ពីគ្នាចេះស្ដាប់បង្គាប់គ្នាទៅវិញទៅមកអញ្ចឹងទៅអាហ្នឹងគឺវាតកតងនឹងបញ្ហាហ្នឹងឯងណាញោមណាចាំបានថារងថ្ងៃហ្នឹងគឺមានសំណួរច្រើនគឺតកតងនឹងបញ្ហាជីវិតរបស់គាត់ហ្នឹងឯងការមិនឲ្យតម្លៃការមិនចុះសម្រងទៅកាន់គ្នានឹងគ្នារវាងប្តីប្រពន្ធជួនកាលទៅក៏រវាងកូននិងម្ដាយនិងកូននេះវាសពគ្រប់បែបយ៉ាងអញ្ចឹងទៅមានញោមម្នាក់ហ្នឹងគាត់សួរមកកាន់ខ្ញុំបកណាអាភាពតកតងនឹងកូនរបស់គាត់ហ្នឹងបួសប៉ុន្តែអត់ស្រឡាញ់ម្ដាយអត់សូវគិតគូរពីម្ដាយណាមិនសូវខ្វាយខ្វល់ម្ដាយស្រឡាញ់នឹកលឹកអីដូចថាលោកហ្នឹងមិនសូវបានខ្វល់ខ្វាយទៅកាន់ម្ដាយតែពេលចឹងម្ដាយហ្នឹងក៏ពិបាកចិត្តស្អិតទ្រូងខ្លះដែរកូនជាទីស្រឡាញ់ប៉ុន្តែមិនសូវបានខ្វាយខ្វល់មកកាន់គាត់ទៅគាត់ចោលអញ្ចឹងណាញោមណាទៅគាត់ចោលអាហ្នឹងទទួលស្គាល់តែទឹកចិត្តម្ដាយហ្នឹងគឺស្រឡាញ់កូនចង់បានកូនអីមករាប់ស្រឡាញ់គាត់តែប៉ុន្តែដល់ពេលដែលឃើញកូនមិនសូវគិតមិនសូវខ្វាយខ្វល់ចឹងយើងក៏ពិបាកចិត្តអីចឹងទៅតាមហ្នឹងចឹងណាញោមដើមឡើយហ្នឹង
ស្រឡាញ់ណាប្រពន្ធកូននៅពេលដាក់ទឹកស្វឹងទៅណាទៅជាមើលប្រពន្ធកូននឹងចេញជាបែកខ្សាច់ដាល់វាយអីតាមតំពើចិត្តទៅវាមានអញ្ចឹងបាននិយាយថាវាមានគុណវិបត្តិច្រើនណាទឹកស្វឹងហ្នឹងអាត្មាភាពធ្លាប់លើកឡើងមកដែរថាវាធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិហ្នឹងមួយផ្នែកទៅមួយទៀតហ្នឹងវាធ្វើឲ្យយើងនឹងមានជំងឺហូបពិសាច្រើនហ្នឹងក្រិនថ្លើមឥឡូវហ្នឹងឯងខ្ញុំមែនទេអានឹងចឹងហើយអស់លុយអស់កាក់ក៏ច្រើនមានជំងឺមានរោគហើយនាំឲ្យមានចំនួនក្នុងគ្រួសារខ្ញុំមែនទេនាំឲ្យបាត់បង់អាប់អោនកិត្តិយសអានេះក្នុងគ្រួសារហ្នឹងឯងធ្លាប់តែល្អធ្លាប់តែគេគោរពធ្លាប់តែគេឲ្យតម្លៃប៉ុន្តែបើស្វឹងអួបណួរចឹងតែគេលែងឲ្យតម្លៃហើយគេថាគាត់នឹងជាមនុស្សកើតជាការនឹងគោរពស្អីទៅហីខ្ញុំមែនទេផឹកស៊ីអាឡូអាឡាស្រែកមើលទៅដូចអត់គួរឲ្យគោរពសោះហើយនេះហ្នឹងចាស់ខ្លះមានអញ្ចឹងបានជាក្មេងៗមិនសូវឲ្យតម្លៃប៉ុន្តែបើសិនតែចាស់ខ្លះហ្នឹងគាត់ជាចាស់ល្អគេឲ្យតម្លៃខ្ញុំមែនទេឲ្យតម្លៃជាពិសេសអ្នកដែលគេបានរៀនសូត្របានជ្រៅជ្រះគេឲ្យតម្លៃត្រង់មនុស្សល្អប៉ុន្តែអ្នកដែលមិនបានរៀនសូត្រជ្រៅជ្រះដូចពួកអាស្ទីវពួកអាបង្ហោះម៉ូតូអីជិះកង់មួយអីហ្នឹងអានោះមិនសូវទេអានោះតែយើងដើរសង្រួមអានោះជិះមកបុកពីក្រោយក៏មិនដឹងមែនទេហ្នឹងចឹងប៉ុន្តែចង់និយាយថាមនុស្សដែលគេរៀនសូត្របានជ្រៅជ្រះខ្ពង់ខ្ពស់ហ្នឹងគឺគេឲ្យតម្លៃសម្រាប់អ្នកដែលមានគុណធម៌ខ្ញុំមែនទេអ្នកដែលមានគុណធម៌អ្នកដែលមានសេចក្តីល្អច្រើនកុំថាឡើយត្រឹមតែមនុស្សខ្ញុំសំបីទេវតាក៏ឲ្យតម្លៃបុគ្គលដែលមានសិលនឹងដែរយើងថ្ងៃហ្នឹងមានទេវតាតាមថែរក្សាតែខ្ញុំអញ្ចឹងបើសិនតែយើងជាមនុស្សល្អគឺទេវតាថែរក្សាយើងអញ្ចឹងដែរខ្ញុំមែនទេទេវតាតាមថែរក្សាយើងឲ្យយើងនឹងបានសុខបានចម្រើនអញ្ចឹងដែរខ្ញុំមែនទេប៉ុន្តែបើសិនតែយើងមិនសូវល្អពេលខ្លះហ្នឹងទេវតាមិនជួយដែរហ្នឹងទេវតាស្រឡាញ់អ្នកមានសិលទេវតាសម្គាល់ថាមនុស្សហ្នឹងអាក្រក់មានក្លិនឆ្អាបឆ្អេះអីមិនល្អចេះមួយអញ្ចឹងណាខ្ញុំណាប៉ុន្តែទេវតាស្រឡាញ់មនុស្សនៅពេលដែលមនុស្សហ្នឹងមានគុណធម៌មានសេចក្តីល្អគឺមានសិលនេះណាមានអំពើល្អក្នុងខ្លួនមានការមិនសម្លាប់សត្វមានការមិនប្រព្រឹត្តខុសមិនលួចទ្រព្យគេមានការមិនប្រព្រឹត្តខុសក្នុងការមានការមិនភូតកុហកហើយមិនមានការផឹកទឹកស្វឹងខ្ញុំមែនទេបើ8មិនមានការរំច្រៀងអីចឹងទៅអានេះកាត់បន្ថយចោលអស់អាហ្នឹងចឹងអាហ្នឹងវាជារឿងល្អខ្ញុំមែនទេវាជារឿងល្អកាត់បន្ថយអាការតបតែងសត្វសាងរាងកាយទៀតទៅអាហ្នឹងទៅជាមនុស្សចាស់ទុំមែនតើណាទៅចាស់ទុំមែនតើស្លៀកពាក់សកោតងឲ្យបដ ாய் នេះចាហ្នឹងលើកហ្នឹងគឺចង់ដាស់តឿនក្រៅរំលឹកទៅកាន់ញាតិញោមឲ្យបានយល់អញ្ចឹងថាមនុស្សយើងតម្លៃវាស្ថិតនៅលើគុណធម៌ហ្នឹងឯងសេចក្តីល្អអំពើល្អដែលយើងត្រូវធ្វើហ្នឹងដែលយើងបានធ្វើហ្នឹងប៉ុន្តែបើសិនជាយើងខ្វះអាហ្នឹងហើយគេមើលងាយញោមមិនខុសអីពីប្រសង់ទេប្រសង់បើសិនជាបួសកោសក់ពាក្យជាពោប៉ុន្តែបើសិនជាអត់មានគុណធម៌អត់មានសិលទេគេអត់គោរពដែរហ្នឹងខ្ញុំមើលណាគេអត់គោរពទេប៉ុន្តែបើសិនជាយើងមានការត្រួតត្រងវិន័យបានល្អត្រឹមត្រូវច្បាស់លាស់ហើយនេះគេគោរពគេឲ្យតម្លៃគេក្រាបសំពះអានេះខ្ញុំព្រោះតែយើងជាមនុស្សល្អព្រោះតែយើងជាបុគ្គលមានសិលណាចាប៉ុន្តែបើសិនតែយើងវាអត់សិលបើសិនតែយើងវាខ្វះអាសេចក្តីល្អហើយពេលខ្លះគេនិន្ទាពេលខ្លះគេតេះឌីលវាជារឿងធម្មតាទេមិនមែននៅសម័យហ្នឹងទេសម័យពុទ្ធក៏មានដែរអាណាគេនិន្ទាគេថាអញ្ចេះអញ្ចោះឲ្យលោកអញ្ចឹងទៅខ្ញុំមែនទេប៉ុន្តែអ្នកដែលគេសទ្ធាមែនតើអ្នកដែលគេយល់ច្បាស់ហ្នឹងគេមិននិន្ទាទេគេមិនថាទេប៉ុន្តែអ្នកដែលគេមិនជ្រះថ្លាអ្នកដែលគេមិនសូវចូលចិត្តហ្នឹងពេលខ្លះហ្នឹងគេថាអញ្ចេះថាអញ្ចោះឲ្យលោកតែហ្នឹងគេថាអញ្ចឹងគេអន់ចិត្តចេះចុះហ្នឹងគេយកអារឿងហ្នឹងមកទូលពិតពុទ្ធមកទូលពិតព្រះអង្គទៅព្រះអង្គអើយណែកូនចៅព្រះអង្គហ្នឹងចេះមួយចុះមួយអញ្ចឹងទៅហើយនេះប៉ុន្តែអ្នកដែលមិនសូវយល់ធម៌អ្នកដែលមិនសូវបានចូលវត្តវាហ្នឹងគឺភាគច្រើនគឺនិន្ទាតែហ្មងថាអញ្ចេះអញ្ចោះលោកអញ្ចេះអញ្ចោះប៉ុន្តែពេលខ្លះខ្លួនឯងហ្នឹងមិនសូវបានចូលវត្តវាធ្វើបុណ្យធ្វើទានទេប៉ុន្តែមាត់ហ្នឹងគឺវាប្របាច់ប្រប៉ោចនេះចេះចូលចិត្តថាអញ្ចេះមួយចុះមួយប៉ុន្តែសួរថាថ្ងៃសិលដែលទៅវត្តទេអត់ដែលទៅផងអាហ្នឹងចឹង
ពេលខ្លះហ្នឹងសិតតែអ្នកប្រភេទអញ្ចឹងប៉ុន្តែអ្នកដែលគេទៅវត្តអ្នកដែលគេទៅសិលទៅទានមែនតែនហ្នឹងពេលខ្លះហ្នឹងមិនទេញោមណាគេដឹងអញ្ចឹងទៅក៏គេមិនទៅមាត់ទៅកគេមិនទៅប្រពេចប្រប៉ោចអីច្រើនណាហ្នឹងអញ្ចឹង